ជាព្រះអង្គម្ចាស់វិញកម្លាំងរបស់គាត់ត្រូវបានបង្កើនយ៉ាងខ្លាំងហើយមានបានអាគមបានវាប្រហារស្ពានថ្មខូចហើយសត្វចម្លែកឈើបានដួលលំផ្លែព្រូនលៀងងាកមកហើយនិយាយដោយមោទនភាពស្នៅវាយបានបង្ហាញសមត្ថភាពប៉ុន្តែនាងមិនដែលសត្វចម្លែកឈើបានឡើងម្ដងទៀតពួកគេបានដួលបុរសម្នាក់នេះជួនកាលទៅមិត្តស្រីរបស់គាត់នាងក៏ចូលទៅសួរសាកសួរដោយផ្ទាល់អំពីទីតាំងរបស់ឪពុកបុរសនោះក៏ស្រាប់តែទន់ដៃធ្លាក់មនុស្សទើបបាននាំមកស្នៅវាយមកទីក្រុងដើម្បីឪពុករបស់នាងសូមជម្រាបសួរដោយការគោរពចំពោះជាងចម្លាក់ដ៏ឆ្នាំខ្ញុំបានសួរហើយមានការភ្ញាក់ផ្អើលពេលឃើញព្រឺធ្លាក់គាត់ក៏ដាក់រូបសំណាកនោះភ្លាមឆ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍ព្រះនាងសូម្បីតែអ្នកលក់តុកតាដ៏ធំក៏ដោយហានឌូមិនអាចជួយខ្លួនឯងបានទេខ្ញុំនឹងឲ្យតុកតាមួយដល់នាងដោយឥតគិតថ្លៃដំណើរស្វែងរកឪពុករបស់នាងមនុស្សមានចិត្តល្អចំពោះនាងណាស់ល្អនៅពេលនេះស្នៅវាយដោយមិននឹកស្មានដល់គាត់បានរកឃើញថាគាត់ត្រូវបានប៉ូលីសចង់បានហើយពួកគេកំពុងស្វែងរកនាងមិនឆ្ងាយប៉ុន្មានទេនាងក៏បានប្រទះឃើញនាងដែរបៃស៊ូបានរត់គេចខ្លួនយ៉ាងលឿនប៉ុន្តែបានរត់គេចខ្លួនពួកគេបានមកដល់ផ្លូវតច្រកហើយវាហាក់ដូចជាទាហានបានមកដល់ហើយមើលជុំវិញនាងបានផ្ដោតភាពវៃឆ្លាតរបស់នាងទៅលើកញ្ចក់ពេលទាហានទាញកញ្ចក់ចេញខ្មានការងឿងឆ្ងល់ទាំងស្រុងហេតុអ្វីបានជានាងជាក្មេងស្រីតូចធាត់បែបនេះទាហានគ្មានជំរឿអ្វីក្រៅពីបន្តទៅមុខស្វែងរកនៅកន្លែងផ្សេងហើយបានរកឃើញថាវាបៃស៊ូបានដោះស្បែកជើងរបស់នាងចេញស្បែកជើងបានវិលត្រឡប់ទៅរកភាពពិតវិញតខ្លួនប៉ុន្តែបន្ទាប់មកស្បែកជើងនោះត្រូវបានទាហានបានរកឃើញវាហើយពួកគេបានឃើញថាវាក្មេងស្រីតូចធាត់ម្នាក់ចាប់ផ្ដើមលេងសើចព្រើលពាស់ដោយកំហឹងនឹងទាហានចាប់ផ្ដើមប្រយុទ្ធប៉ុន្តែនាងតើមនុស្សម្នាក់អាចយកឈ្នះមនុស្សជាច្រើនបានដោយទាហានបណ្ដានាងត្រូវបានទាហានចាប់ដាក់គុកភ្លាមនោះផ្លេចបន្ទោមួយបានលេចចេញមកមើលលីនបានកំចាត់ទាហានម៉ៃបានធ្វើអន្តរាគមន៍ទាន់ពេលវេលាដើម្បីជួយសង្គមសេចក្តីសប្បុរសរបស់លីនបានប៉ះពាល់ដល់ព្រះនៅថ្ងៃបន្ទាប់ពួកគេកាន់តែជិតស្និទ្ធគ្នាទៅមើលលីននៅតែគូពណ៌នៅក្នុងសមុទ្រផ្ការូបរាងរបស់ឪពុករបស់ស្នៅព្រើលពណ៌ខ្ញុំពិតជារំជួលចិត្តណាស់ទីបំផុតនៅក្នុងពន្លឺថ្ងៃលិចដ៏ស្រទន់អ្នកទាំងពីរពួកគេបានថាប់គ្នាមើលលីនរំភើបចិត្តខ្លាំងណាស់គិតថាបណ្ដាសាត្រូវបានដោះហើយប៉ុន្តែឥឡូវពេលមើលលីនបើកភ្នែកឡើងគាត់មានការងឿងឆ្ងល់ទាំងស្រុងហេតុអ្វីខ្ញុំនៅតែជាមនុស្សទើហេតុផលគឺសាមញ្ញណាស់គាត់ចូលចិត្តស្នៅវាយដែលរូបរាងក្រែងខ្លាយមិនមែនក្មេងស្រីតូចធាត់នោះទេភ្លាមនោះមានអ្វីមួយបានលេចឡើងនៅក្នុងព្រៃសត្វចម្លែកឈើបានលេចចេញមកហើយដើរមករកពួកគេមើលលីនបន្តវាយប្រហារតែប៉ុណ្ណោះការអាចរត់គេចខ្លួនជាមួយស្នាវ៉ៃគឺថ្មដ៏ធំមួយបានធ្លាក់ពីលើមេឃចុះក្រោមអរគុណណាស់ពួកគេទាំងពីរស្ទើរតែថ្មបានបុកប៉ុន្តែសត្វចម្លែកនៅតែម៉ៃបន្តគប់ថ្មលីនអាចបានតែសុំឲ្យបាយស្របិតប៉ុណ្ណោះរបបភ្នែកខាងលើតាមពិតទៅមើលលិនបានប្រែក្លាយទៅជាព្រះអង្គម្ចាស់វិញហើយកម្លាំងរបស់គាត់ត្រូវបានបង្កើនយ៉ាងខ្លាំងហើយនាងបានអាគមបានវាយប្រហារស្ពានថ្មខូចហើយសត្វចម្លែកឈើបានដួលលំផ្លែព្រូននាងងាកមកហើយនិយាយដោយមោទនភាពស្នៅវាយបានបង្ហាញសមត្ថភាពប៉ុន្តែនាងមិនដែលសត្វចម្លែកឈើបានឡើងម្ដងទៀតពួកគេបានដួលជាមួយគ្នាហើយចាប់មើលលីននៅក្នុងស្បែកស៊ូបានដើរតាមដោយក្លាហានគាត់បានលោតចុះមកក្រោមហើយបានឃើញមើលលីនកំពុងថ្មដ៏ធំមួយកំពុងសង្កត់លើវាមិនថាមានរឿងអ្វីកើតឡើងក៏ដោយទោះបីជាមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយបេខមិនអាចរើវាបាននៅពេលមានវិបត្តិបៃស៊ូបានដោះសម្លៀកបំពាក់របស់នាងចេញគ្មានស្បែកជើងកែងខ្ពស់នាងបានក្លាយជាមនុស្សពិតបានបង្ហាញពីខ្លួនឯងពិតរបស់គាត់ហើយបានជួយសង្គ្រោះមើលលីនដឹងរឿងនេះតែបន្ទាប់ពីគាត់ភ្ញាក់ពីដំណេកដើមឡើយស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលអំដំណើរគាត់ឡៃជាមនុស្សធម្មតាម្នាក់ក្មេងស្រីតូចធាត់មើលលីនបានចាក់ចេញដោយអស់សង្ឃឹមស្នូមានអារម្មណ៍សោកសៅខ្លាំងណាស់ហើយនាងនៅម្នាក់ឯងដើរលេងក្នុងព្រៃហើយនៅទីនេះមើលលីនក៏មានចំនួនខ្លាំងដែរចំណងនៅក្នុងក្រសែភ្នែករបស់ Snow White គឺ Merlin វាតែងតែជាសត្វតូចពណ៌បៃតងខ្លីនិងអាក្រក់ទោះបីជារូបរាងរបស់នាងមើលទៅដូចអ្វីក៏ដោយ Bacon មិនបានមើលខ្ញុំដឹងថា Snow White តូចពេលនាងធាត់ខ្លាំងនាងបែរមុខចេញដោយការស្អប់ខ្ពើមត្រូវបានរលាយហើយនៅពេលនេះកាព្រីងកំពុងលីនយល់ពីចិត្តខ្លួនឯងម្យ៉ាងវិញទៀតមេធ្មប់បានប្រែក្លាយទៅជាមេរូបរាងរបស់លីនបានលេចចេញមកក្នុងព្រឹកនៅចំពោះមុខនាងគាត់ក៏បានបេឈរនៅផ្លែប៉ោមក្រហម